សង្គ្រាមគ្មានតែសន្តិភាពពីងថាសង្គ្រាមគ្មាននរណាចង់នៅគៀងពីងថាសង្គ្រាមមានតែរឿងដែលត្រូវឃ្លានច័ន្ទប្រន់គ្រួសារទៅរន្តនាបន្តទៀនពីងថាសង្គ្រាមខ្មែរខ្ញុំនេះស្គាល់ហើយពីងថាសង្គ្រាមគ្មាននរណាចង់ជួមឡើយរបួននៅក្នុងចិត្តមិនតាន់ជាសាំងស្បាយ2025មានលើជួវិទានហើយខ្មែរកំសុំទៅសុកមិនត្រូវការទេសង្គ្រាមសុំតែសន្តិភាពមិនឆ្លៀនពៀនអ្នកមួយជំហានពួកខ្ញុំឆ្លងកាត់ហើយត្រូវខ្ចាត់ព្រាត់ត្រូវអត់ឃ្លានតើអ្នកដឹងដែរទេនេះហើយគឺជាសម័យសង្គ្រាមតាទៅព្រាត់យាយហើយយាយត្រូវព្រាត់ចៅត្រូវព្រាត់ឪលើទៅរកឯណាទៅតាគាត់ប្រាប់ថានេះហើយសម័យពូនក្នុងត្រង់សេព្រោះស្នូកំភ្លើងវាខូខើអោប្រទេសខ្ញុំអើយមិនកញ្ញាកំសត់យ៉ាងនេះជួបតែរឿងដដែលលបួចាស់នៅត្រង់នេះឆ្នាំ1975ខ្មែរយើងលំបាកជាងនេះភៀខ្លួនក៏វាមិនកើតអពូតសម្លាប់មិនត្រេះរីចូលមកដល់សម័យនេះគិតថាវាលែងមានសង្គ្រាមតើអ្នកណាគេទៅដឹងគេហ៊ានចូលមកឈ្លានពានគិតថាសង្គ្រាមវាអាចដោះស្រាយរាល់បញ្ហាតែជីវិតថ្លៃណាស់មិនពុកភុយដូចអ្នកថារាប់ម៉ឺនគ្រួសារត្រូវជំលាពីផ្ទះសំបែងលាស្រែលាស្រុកលាភុកដែលធ្លាប់បលែងលាទាំងផ្ទះកំសត់នៅឈរជើងម្នាក់ឯងសង្ឃឹមតែខ្ញុំត្រឡប់ទៅវិញអ្នកនឹងរងចាំខ្ញុំទៅគេហើយនេះជាសំឡេងក្មេងខ្មែរដែលនៅឆ្ងាយខំប្រឹងនេះសរសេររៀបរាប់នឹងបរិយាយទឹកភ្នែកប្រជាជនខ្ញុំយំនេះសោកស្ដាយមិនចង់បាត់បង់ទឹកដីឲ្យទៅប្រទេសណានាឡើយបួងសួងដល់ទេវតាពេលណាទៅចប់សង្គ្រាមបើនៅតែបែបនេះក្មេងមិនបានរៀនកេងក៏មិនស្រួលព្រោះស្នូកំភ្លើងតែងតែគំរាមឲ្យរូបខ្ញុំនេះដេកមិនលក់ឲ្យគិតទៅដល់បងទៅហ៊ានឃ្លាតពីផ្ទះនេះរាប់ឆ្នាំដេកចាំនៅព្រំដែនហាខ្យល់ហាភ្លៀងដើម្បីប្រជាជនយើងនោះឯងពេលចប់សង្គ្រាមសង្គមមើលរំលងពួកគាត់ព្រោះគាត់តែមានកូនការពារទឹកដីអង្គរវត្ត